nó bực kè nên đại dạng snow nè đại đó là bom ồn đó về chân nhom đang miên vị anh giấy nhé đó về chân tay hay chân là cả lại pren này nè bom này nè pren này bà cái lại pren và ban đây tha bị đam lấy quạt giờ nó chưa là pren quạt tầm nè nó có tầm bị lợi con bài xây bài gì chắc nó theo con theo là mấy cái mà tôi phụ trở lên phụ sạch đó và là tầm nè nó chết cái slab nhưng cả mà tôi nhận trong bây đặt cái slab có biết ai dùng khuôn khoan ai mà không như thì đại chơi như thôi bị thi mùi nó làm bây cả mà ok ba hay cho bạn đây là bây giờ có tầm nè luôn tầm nè mà tốt và thoa cái đáo thôi mò tốn mò chỉ đến nhảy trên là ai ban cái hàng thà lá để chốt đậm đỉnh nó bom ồn đòi sạch phần kriêm trong đó gặp ra đầm rây rưu mùi say ba đi chơi đầm rây đi chơi mê tọt này ba phê đầm rây giờ phê đầm rây bong cầm đạp bên trong nhóm nó nó ba phê đầm rây cho một đầm rây này màu đầm rây các ba đầm rây giờ mê tọt bong đôi bọc cây ta bong nè ba đôi mến bongนี่มันโดยเนี่ย mà zoom hay zoom chết นี่ไงเมื่อครั้งนี้มันโดยมันเต้นบกไก่มันกรอบในเป็นไงเนี่ย này các ba mà này móc của màu hay cái hai tập bịch sạch àไปติดหนึ่งโอ้ยบองโอนายខ្ញុំលើកទី1បានបងប្រុសប្រាប់ឲ្យបានមកចូលអានចូលដំដុនដំដិននេះមិនធម្មតាទេបងប្អូនណាជ្រែកទឹកជ្រែកដីបាទមិនធម្មតានេះផ្លូវដែលគាត់នេះដល់ប្រយមកនេះមើលអូនេះដល់ប្រយមកbà lại như là lại trên bằng cho đó lại bà con lại nhé đi bà kê này lục riêng thế chắc là lại so bằng cho bà đây tập lọ nè bà ông cùng nó lực cái chụp lọ nè thấy lại như cái đây sẽ đam em đồ mà chụp này đây sẽ đam nó bóng bà rồi có thời chế nó chạy mía nó bà đây thế bà bong ô bà hay thằng lơ nó miền rút tê đam mà on điện nó lơ nên lại đây slide bà bông sẽ làm mưa dùng miền thằng lơ rồiนี่làบ้าก็แต่เนี่ยสมาเปิดยมขังไกลมาបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមិនថាក្នុងប្រទេសក្រៅទេថ្ងៃនេះខ្ញុំបាទតំពរ TV ជាមួយមហានគរជាមួយវរ្ម័ន TV ធ្វើដំណើរមកកាន់ទឹកដីខេត្តបាត់ដំបងជាពិសេសស្រុកបាណន់ខេត្តបាត់ដំបងហើយមកថ្ងៃនេះខ្ញុំមកចូលលអាងដែលជួដំដិនដែលមានប្រវត្តិរឿងរ៉ាវច្រើនបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំបានមកដល់គោលដៅហើយហើយបងប្អូនចាំរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាមានលអាងមានអីចឹងហើយខ្ញុំបាទតំពរ TV ក៏មកជាលើកទី1ដែរបងប្អូនណាបាទដោយសារចង់ផ្តិតទស្សនវិជ្ជាជូនពុកម៉ែបងប្អូនបានទស្សនាទាំងក្នុងប្រទេសក្រៅប្រទេសផងចាំតិចទៀតចាំរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនតោះនាំបងក្នុងដល់បាទហើយណាមួយបងប្រុសជាអ្នកថែរក្សាអ្នកសម្អាតនៅកន្លែងនេះបងប្អូនហើយបងប្រុសក៏គាត់ដឹងប្រវត្តិរឿងរ៉ាវឡាភ្នំដែលចូលដំដិននេះច្រើនដែរសម្អាតជួយអីនៅនឹងបាទទៅបាទខាច់ភ្លើងឡាច់អីចឹងបាទបងតោះឥឡូវចេះចាំទស្សនាជាមួយខ្ញុំទាំងអស់គ្នាទៅព្រោះបងប្រុសគាត់ថាជូនយើងទៅដើម្បីគាត់រៀបរាប់ប្រាប់ពួកអីខ្ញុំបាទតំពរ TV មហានគរអីមកទុំទៅលើកទី1ទេបងប្អូនអញ្ចឹងអរគុណច្រើនណាស់បានបងប្រុសគាត់ជូនទៅតោះឥឡូវបងប្រុសណាយើងជូនខ្ញុំទៅតិចហ្នឹងហើយបងប្អូននឹងរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាអរគុណច្រើនបងណាបាទបងទៅដែរអត់ទេយកក្រៅបាទហ្នឹងហើយនេះបងប្អូនផ្លូវចូលបងប្អូនណាផ្លូវចូលទៅក្នុងលអាងនេះហើយបងប្អូនខ្ញុំទៅបាទបងប្អូនដោះហ្នឹងហើយអូលអាងជ្រៅណាស់បងប្អូនណាស់ណែឃើញទេតែចូលជាឡាងប្រវត្តិសាស្ត្របងបាទយើងធ្លាប់តែលឺតាមអូខាងក្នុងមានសេវាទេបងឡើយតែទៅពេលយើងឡាយទៅពេលទិញវិញបានយើងលោតឲ្យមិញបាទនេះបងប្អូនឥឡូវខ្ញុំកំពុងតែធ្វើដំណើរបងប្រុសគាត់ជួបខ្ញុំទៅឡាងដែលចូលដំដិនហើយបងប្អូនចុះដើម្បីជ្រែកទៅអីប្រទេសថៃប្រទេសដែលលឺបងប្រុសគាត់មានផ្សារមិញណាបាទតែឥឡូវយើងចូលទៅអស់គ្នាបងប្អូនអូងឹតងឹតទៅបងអូណាអូដល់តិចជ្រែកអូណាដល់ហើយបងចេញមកកាលណាវិញបងបាទចេញមកកាលណាវិញខ្ញុំមកពីវាលវែងវិញបងហើយដោយសារខ្ញុំឮដូចថាក្នុងឡានដែលចូលដំដិននេះខ្ញុំអត់ធ្លាប់ស្គាល់បាទនិយាយទៅហ្នឹងមកជិះគាត់បាទមកកន្លែងមានធុកមានអីបាទចាំប្រាប់តាមហ្នឹងបងនេះជាត្បូងបងអូត្បូងមានត្បូងទៀតបងបើដាក់ភ្លើងក្រហមมันវាចាំងមើលជើងភ្លើងសទៅវាជះទៅវាចប់គ្រប់ហើយភ្លើងត្បូងមានតែបងនេះចាំងលើ
anh em việc là giờ tao cho mà xem cho cái này không បាទបងបាទ ឆ្នៃទៅដល់លងចាំផង អូអានេះយល់ល្អយើងណាមកប៉ះពាល់បានបានចឹងទេបានមើលចឹងទៅចោលឲ្យបានវិញ ប៉ះចូលចេះយ៉ាងណាចេះតែរួច បាទបាទបាទ បាទគេកើទី1ផ្លូវច្បាប់ទី2ផ្លូវក្នុង បាទបាទបងអូនេះអីគេអូ បាទនេះជាលោកតាដបងដៃអូបាទអញ្ចឹងបងឲ្យនៅសល់ចុងដង្ហើមបងនេះដៃនេះចុងដង្ហើមនេះជាកែនេះតួខ្លួននេះបាទនេះដៃនេះជើងគាត់ អូនេះ នេះប្រៀបដូចជាកម្មចដាឡើងទៅលើបាទនេះថាអ្នកសច្ចាំងដែលគេមកសមាធិអញ្ចឹងឡើយគេមើលឃើញ បាទបាទអូតែបើមនុស្សយើងធម្មតាយើងអត់ដឹង ថាដួងញៀនមិនណាទេ បាទបាទចឹងខ្ញុំបានបងគាត់ប្រាប់នឹងបានដឹងបើអត់ប្រាប់អត់ដឹងដែរមែនបងមែនទេបងប្អូន បាទប្រាប់ខ្ញុំនិយាយទៅវាពិបាកនិយាយ បាទអត់ទេត្រូវឲ្យបង អូ នោះទៅទីអូបាទបាទអូ បាទចំណន់តែជួយដំណឹងចំណន់ពីដើមអញ្ចឹងមកឲ្យពេលដែលគាត់ចេញច្បាំងធ្វើសឹកសង្គ្រាមអញ្ចឹងមកឲ្យគាត់ប្រើដំរីឬមួយសេះបាទនេះជាដំរីនេះជាមេតបនេះបាទផ្នែកដំរីនេះផ្នែកដំរីបងកំដាក់ពេលចំខ្ញុំចំណន់ខ្ញុំជាភ្លឺបាទនេះផ្នែកដំរីចំមកដំរីនេះប្រម៉ោយដំរីក្បាលដំរីនេះមេតបបង អូដូចប្រកែតើបងនេះ បាទ ដូចមែនបង នេះមើលនេះបានដូចនេះ បាទស៊ូមឲ្យស៊ូមចិត្ត នេះថ្ងៃមើលខាងនេះបានដូចមែនទេប្រកែមានក្របភ្នែកមានអីនេះ នេះក្បាលបាទនេះមកប្រម៉ោយ បាទបាទ ហើយនេះហៅថាពេជ្រខ្សាច់បាទភ្លេច ពេជ្រទៀតអូយបងប្អូនហើយខ្ញុំលើកទី1ហើយបានបងប្រុសប្រាប់ហើយបានមកចូលអានចូលដំដុនដំដិននេះមិនធម្មតាទេបងប្អូនណាជ្រែកទឹកជ្រែកដីបាទមិនធម្មតានេះផ្លូវដែលគាត់ នេះដល់ប្រយហ្មងនេះមើល អូ នេះដល់ប្រយហ្មង ស្អាតណាស់បងប្អូនណាហើយស្អាតណាស់ខ្ញុំជឿតែពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសខ្ញុំជឿថាលោកអត់បានឃើញដូចយើងទេមែនទេបើសិនតែបានមកផ្ទាល់វិញ បាទ អូដល់និយាយថាមិនដឹងរកពាក្យអីនិយាយបងប្អូនណាបាទបើសិនបានមកផ្ទាល់តោះឥឡូវយើងទៅមុខទៀតបងប្អូនទៅមុខ ដល់ទៅគាត់មកហង អូយបងប្អូនហើយ ដូចផ្លាស់ បាទអូដឹងអសអីទេយើងអត់ដឹងទេបងប្អូន ចូលឡើង អូឡើងទៅជាក់ស្រេប ជាសំពៅបង ឡើងទៅជាក់ស្រេបបងប្អូនណា បាទគឺហ្នឹងហ៎ អូ បាទសំ តែ ដែង មានទៀនធូបទៀតបងប្អូនណាគេមកប្រតិបត្តិ បាទរកជាតិទី7អញ្ចឹងហើយវារចនាធម្មជាតិវាមិនមែនដូចច្បាស់ត្រង់នៃទេដូចយើងគូយើងឆ្លាក់ទេអញ្ចឹងបាទថ្មពីរនេះគេហៅថាតំណាងប្រាំងប្រាសាទថ្មមួយនេះបាននេះតំណាងខែប្រាំងថ្មមួយនេះតំណាងខែប្រាសាទ អូនេះ បាទអញ្ចឹងម្ល៉េះហើយពេលដែលតំណាងវាថាមិនបានឆ្ងល់មិនបានថាដូចទេតំណាងជាខែប្រាំងខែប្រាសាទយើងណា បាទបងបាទ បាទអញ្ចឹងម្ល៉េះហើយមួយឆ្នាំខែថ្មប្រាសាទមួយឆ្នាំតទឹកម្ដងមកតំណក់តនៅខាងណាពីខាងហ្នឹងព្រៀងខ្លាំងអញ្ចឹងលោកតទៅពេលណាខ្ញុំក៏អត់ដឹងដែរបាទខ្ញុំគ្មានវាសនាអញ្ចឹងម្ល៉េះបានឃើញអញ្ចឹងម្ល៉េះហើយបន្សល់ស្នាមនេះបងស្នាម អូអត់ទេបងប៉ះបានទេបង បាទសុំយើងគាត់សុំទៅជែកជុំមកយើងទៅបាទ អងហើយមកលើ ស្នាម ទី បន្សល់ស្នាមនៅបាទនេះ ខាងណាតំណាង នេះដល់ខាងនេះប្រាំងខាងនេះប្រាសាទ បាទហើយនេះសំណាមនេះស្នាមទឹកណា នេះស្នាម មួយដំណក់អីហ្នឹង បាទនេះបងប្អូនណានេះអូយសុំ នេះបាទស្នាមអញ្ចឹងបាទជុំណាលោកទៅសុខៃដល់ទៅសុខ ដែលចម្រើន តែធម្មជាតិដូចជាទឹកចំនួនដែលយើងទៅណា ពីនេះតំណាងឲ្យរដូវប្រាំងនិងរដូវសា បាទនេះរដូវប្រាំងនេះរដូវសា យើងខែភាសាខែប្រាំង បងប្អូនណា បាទបាទទៅតន់កម្មហិត តោះឥឡូវទៅទៀតបងប្អូនណាបងប្អូនប្រកាសជាផ្លាយអារម្មណ៍ហើយបងប្អូនណាតែក្នុងប្រទេសក្រៅប្រទេសនាំបងប្អូនចូលក្នុងលាអាងដែលចូលដំដិនម្ដងតែបងប្អូនបានស្គាល់បានឃើញអស់នេះ ដល់ពេលទីមកខ្ញុំរងតាមនេះទៅច្រឡឹងនេះបានតែព្រះអង្គប្រពុតនេះជាការឈប់ បាទបាទ អូដូចប្រពន្ធ អូស៊ូមបាទហើយអាឡៃនេះអាលើឡៃចិត្តបង្ចល់ឡៃបប៉ុនប្រកែគាត់បប៉ុនគាត់ឡៃនេះវាជាប្រកែឲ្យរូបរាងទេអញ្ចឹងអាឡៃសមកចុះបានតែប្រក់នេះបាទព្រះអង្គគូនៅលើកែជុកប្រក់នេះហើយអាឡៃនេះខាងនេះដៃស្ដាំឯងដូរមកច្បាច់នេះខាងដៃស្ដាំណាបង បាទបងបាទ អាថ្ងៃគាត់ធ្វើចេះណាផ្ចាញ់មានបាត់ដៃចេះ បាទបងអូ បាទហើយខាងលើហ្នឹងមានរូបទេវតាមួយអង្គទៀត អូនោះ នៅលើនេះដូចស្លា មានរូបតើបងមានរូបតើ បងច្រឡឹងមើលយូរមានខាងលើស្រួយនេះបាទមកគាត់ទៅនេះសម្រាប់ទៅខ្ញុំខាងក្រៅបាទចាញ់មានបាទនេះទេវតាបំណំមកកណាត់ជួនចេះណាមកទៅ បាទអូដល់តែបងមានសាសចឹងបានខ្ញុំមើលទៅ ក៏យើងច្រឡំខ្ញុំមែនទេ មែនបាទ មើលយើងសន្លឹងមើលនេះបានថាលោកតាកប៉ោង
នោះបំ បាទអញ្ចឹងបានន័យថាបីថាលោកតាបោអញ្ចឹងលោកតាបោពេលរូបមានរូបរាងបែបនេះហើយអញ្ចឹងដៃឆ្វេងគាត់កាន់ការកលាបនេះការជាការកលាបបាទសូមតាមហាងបាយបងចំណាំមើលកាន់ដៃឆ្វេងអត់បាទនេះមកនេះសាច់ដុំមកនេះកែងដៃមកនេះមករៀបដៃដូចមែនតើបងដូចមែនតើនេះគួយដៃមែនទេបងនេះគួយដៃនេះកាន់ការកលាប បាទការកលាបបាទទៅធម្មតារចនាធម្មជាតិឃើញស្អាតចឹងហើយប៉ុន្តែបានន័យថាអត់មានឃើញគេគូទេច្បាស់ទេបាទអូបាទនេះហៅថាពេជ្រសាច់គេថានេះបងពេលដែលប៉ះវាបាត់ផ្លេចហ្នឹងអូចឹងគេឲ្យប៉ះណាបងបាទដៃយើងអត់ស្អាតបាទអូដៃយើងរៀបតែស្អាតទេបាទនេះបងប្អូនហើយនេះពេលដែលប៉ះអូយស្អាតណាស់អូដល់ពេលយើងប៉ះបានន័យថាបាត់ពលឺណាបងណាបាទសឹកអុយយ៉ាងហ្មងបាទវាមិនមែនជាតិបរតអីទេគេហៅថាពេជ្រសាច់អូយបាទវាដូចជាតិបរតចឹងបាទខ្ញុំលើកទី1របស់ខ្ញុំនេះបានន័យថានេះគេហៅថាអណ្ដើកនោះដើកខ្លាំងនឹងអណ្ដើកនេះនឹងបានន័យថាអណ្ដើកខ្លាំងហ្នឹងដើកព្រៃដើកព្រៃបាទអញ្ចឹងដល់អណ្ដើកមួយនេះគឺយើងនិយាយថានោះចាំបងប្រុសនេះបាទបើសិនជាអណ្ដើកនេះបើសិនជាដាក់ក្នុងទឹកយើងនិយាយពីពិតណាបាទនេះជាតំណាងអញ្ចឹងម្ល៉េះហើយបើសិនជាអណ្ដើកនោះពិតយើងដាក់ក្នុងទឹកក៏វាឡើងគោកដែរវាមិនមែនជាអណ្ដើកក្នុងទឹកទេបាទបានន័យថាអណ្ដើកព្រៃអណ្ដើកក្រាំងបាទក្រាំងអញ្ចឹងដាក់គោបាទហើយនេះជារូបក្រពើបងនេះហាមាត់នេះអូខេនេះអានេះប្រអប់មកខាងក្រៅបងមកខាងនេះមិនមើលឃើញបងបងមើលពីលើចឹងបាទដូចកពើហាមាត់បាទនេះកពើហាមាត់អានេះខាងក្រោមនេះខាងលើនេះភ្នែកបាទនេះកពើបងប្អូនដល់ពេលគាត់ប្រាប់ចឹងបានដឹងបងប្អូនណាបាទហើយដល់រឿងរ៉ាវក្នុងឡាននេះបាទហើយនេះជាអណ្ដើកក្នុងទឹកនឹងយ៉ាងក្នុងទឹកបាទជាដកកឃើញទេបាទស្អាតណាស់បងប្អូននេះខ្ញុំបាទនិយាយទៅក្នុងឡាននេះខ្លាយខ្លាំងបាទនេះអាចនៅក្នុងទឹកដែរអូជុកបងនេះរូបអីវិញបងបាទរូបលោកប្រសង់ណាគេនេះបាទទៅនេះអូមែនដូចឈរបិណ្ឌបាតទេមែនបងអារម្មណ៍របស់ខ្ញុំណាបាទអូបងប្អូនបាទមែនណានេះព្រះអង្គនេះប្រកែបាទនេះដៃស្នូននេះដៃបាទអូដល់ហើយបងប្អូនដល់ពេលអញ្ចឹងខ្ញុំនឹងមានពាក្យនិយាយនេះដល់ពេលខ្ញុំទៅហើយទៅណាកន្លែងប្រេះនេះណាបងទៅណាប្រេះនេះជិះបាទអូកន្លែងប្រេះនេះបងបាទបានន័យថាពីដើមហើយគាត់ចំណត់ជួលទៅពេលគាត់តម្លាក់ខ្លួនគាត់ទៅលើក្រុមបាយស្អីបាយអីចឹងណាធ្វើក្រុមបាទធ្វើដើម្បីកម្មាទៅពួកចលែងពួកសัตว์ណាបាទតែតម្លាក់ខ្លួនជ្រៃគឺគេស្លាប់អញ្ចឹងកម្មាទៅយ៉ាងជុំបីតែគេស្លាប់ក៏វាអាចយកខ្លួនខ្លាចដែរបាទយើងមានវិធីដែលយើងធ្វើវិធីមួយហ្នឹងដើម្បីកម្មាទៅគេបាទបងហើយចាំបានដល់ពេលគាត់តម្លាក់ខ្លួនតម្លាក់មកពុកបធွာក្តៅធ្វើឲ្យថ្មទុំថ្មជ្រឹងញែកចេញជាល្អអូបានគេហៅថាល្អទៅចូលដល់ដិនអូណោះបងប្អូនដល់អញ្ចឹងបានបងប្រុសមានប្រសាសន៍អញ្ចឹងបានដឹងថាអស់ចាមែនតើបងប្អូនណាអញ្ចឹងពួកអីជាឆារយៈបងសុំសួរបាទអញ្ចឹងដែលចូលលោកដំដិនហ្នឹងលោកជ្រែកពីបាទតម្លាក់យើងបានប្រៀបដូចជាតម្លាក់ខ្លួនចុះមកក្រោមតម្លាក់ខ្លួនចុះមកបាទយើងនិយាយថាបើយើងនិយាយពាក្យថាសាមញ្ញគាត់ចុះពីលើទៅវាបានន័យថាគាត់ចុះពីលើដូចដងអញ្ចឹងណាបាទតទៅពេលយើងតម្លាក់ពុបចូលក្នុងនោះបធွာក្តៅបានន័យថាថ្មទុំថ្មជ្រឹងញែយើងនិយាយដើម្បីឲ្យលោកចូលបាទក្រោមអូយបងគាត់បានគាត់ថាកន្លែងគាត់តម្លាក់ទេបាទផ្លូវគាត់ថោថៃមកប្រឡោះទៀតធំជាងនេះអូមានផ្លូវទៅថៃមកប្រឡោះទៀតបងមានគាត់មានផ្លូវណាទៅតាតម្លាក់ទៅអាហ្នឹងតម្លាក់ពុបយើងទៅបានថ្មវាញែកទៅបាទថ្មទៅថ្មជ្រាអញ្ចឹងមើលគ្មានអ្នកណាកាប់ទេបើមិននិយាយកាប់គេមិនថាតែអាងទៅជួយដំដិនទេបាទគេកាប់ទៅកាប់នឹងកាប់ល្មិញដែរក្រាស់ជ្រៅមកប៉ុណ្ណេះមកវាពីមុខមកបាទជ្រៅមែនបងជ្រៅហើយបើតែជំនាន់ពីដើមខ្ញុំនៅកាប់មិនដែរអូមិនជំនាន់សាសងឯនេះកាប់ថ្មហ្មងនេះជាគេហៅថាមាសស្រួយអូមានមាសស្រួយទៀតអូនេះមានមែនតើបងប្អូនមានទូរស័ព្ទដាក់ភ្លើងក្រហមមួយមកគាត់ឃើញច្បាស់អូមើលជាទៅលឺបាទអូនោះមានមែនតើបងប្អូនតែគាត់ថានេះជាមាសប្រភេទមាសស្រួយអញ្ចឹងណាបងណាបាទអូលោកម្ចាស់ហើយបានឃើញលើកទី1ឥឡូវទៅអាងវិញបងថាអាងជ្រែកទៅប្រទេសថៃគាត់ទៅថៃស្អីដល់អត់គាត់ទៅណាទៅមកអូធម្មតាទេអូដល់ហ្នឹងទីនេះហ្នឹងគេទៅណាបងដាក់រឿងផងអូដល់មកអូដល់អូគុំទេបងប្អូនគុំណាទេណាដល់ក្នុងគុំមិននឹកស្មានថាយើងមើលពីណាដឹងទេបងប្អូនដល់បងប្រុសគាត់ជូនមកបានដឹងថាជុំទៅអីនិយាយទៅបងប្អូនហើយចូលមកដល់ខាងក្នុងលំអាតិចស្រេកបងប្អូនហើយនិយាយទៅអត់នេះទេហើយស្អាតទៀតបងប្អូនណាមើលនេះអត់មានអីទេបងប្អូន
អាមែនទេ ទៅទៅនៅក្នុងស្រុកខ្មែរយើងពោពេញទៅដោយអាចកំបាំងដែលយើងត្រូវត្រា បាទអូនេះលោកសំណាក់លោកនេះអូនេះសំណាក់លោកដែលចូលដំដិនបងប្អូន ជារូបតំណាង បាទអូយ ហើយជាតំណាងនេះជាពនាងសំសាយសក់ អូនេះជំនាញខ្សែសក់ណាបង បាទនេះតាក់បោះតាក់បោះតាអីផ្សេងដែលព្យាបាលពនាងសំសាយសក់ពីដើមឡើយ បាទបងបាទ បាទព្យាបាលជាទៅក៏មានដល់បេដាពុទ្ធនាងហ្នឹងលើពនាងឲ្យទៅលោកតាជាប្តីប្រពន្ធជាប្តីប្រពន្ធបានអ្នកជាប្តីប្រពន្ធនឹងនិយាយឲ្យគាត់បានរួមមេត្រីទេ បាទ បាទអញ្ចឹងគាត់យកទៅដាក់ដល់នៅអាងបិទមាសមួយទៀត អូ អាងមុខដាក់អាងបិទមាស អូមាន អញ្ចឹង បា បាទអញ្ចឹង ទ បានន័យថាតាគាត់យកពនាងសំសាយសក់ដាក់នៅអាងបិទមាសអញ្ចឹងបានន័យថាជាជាងពាក់លើតាគាត់មានមុនវិជាការកម្មការអញ្ចឹងគាត់ជប់គាត់សិលអីក៏ដោយអញ្ចឹងបើឲ្យជាជាងនឹងសិតតែមាសហ្មងពាក់លើមាសគេហៅអញ្ចឹងបានទៅគេហៅថាអាងបិទមាស បាទអូអាងបិទមាសបងប្អូនណាបានមានបងប្រុសគាត់មានប្រសាសន៍មិញឥឡូវយើងដុតធូបដើម្បីសុំសំណុកសុខសប្បាយទៀតណា មើលតែប្រាប់បាទ ខ្ញុំមិនសុំបោះជើងទៅនិយាយស្រាយបងបោះជើងទៅដូចជើង វាចាប់ទៀតហ្នឹងហ្មង អត់អីទេបងហើយខ្ញុំជឿថាពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសលោកបានទស្សនានៅវីដេអូខ្ញុំបាទតំព័ន្ធ TV លោកប្រកាសជាជ្រះថ្លានឹងមានឱកាសដឹងលោកមកលេងកន្លែងអាងដែលចូលដំដិនព្រោះអីជាអាងមួយដែលមានប្រវត្តិសាស្ត្រតាំងពីដូនតាមកតាំងពីណាពីណីមកហើយណាបងប្អូនណាបាទអញ្ចឹងឥឡូវខ្ញុំសូមថ្វាយគប់ដើម្បីសូមពរសូមជ័យសំណុកសុខសប្បាយដល់លើកទី1របស់ក្រុមចៅនិងសូមសំណុកសុខសប្បាយទាំងអស់គ្នាហើយស្អាតបងប្អូនស្អាតមែនទែនហើយខ្ញុំចាប់អារម្មណ៍ជាងគេមានដូចបងប្រុសគាត់មានប្រសាសន៍ពីដើមវីដេអូមកអញ្ចឹងបងប្អូនណាគឺរឿងរ៉ាវនៅក្នុងអាងនេះច្រើនហើយមានបងគាត់ដឹងចង់និយាយថាគាត់អ្នកនៅថែរក្សាហើយហ្នឹងគាត់ដឹងរឿងនឹងរ៉ាវច្រើនអញ្ចឹងណាបាទហើយគាត់នៅថែរក្សាបោះសម្អាតនៅកន្លែងនេះអញ្ចឹងគាត់ដឹងបាទអញ្ចឹងខ្ញុំសូមថ្ងៃនេះសូមដុតធូបសូមសេចក្តីសុខស្ដីចម្រើនទាំងអស់គ្នាមិនមែនតែសុខចម្រើនតែខ្ញុំទេសុខសូមសុខទាំងអស់ឲ្យតែប្រជាជនខ្មែរយើងជាសញ្ជាតិខ្មែរដូចគ្នាបាទមកប្រទេសខ្មែរសូមឲ្យសុខចម្រើនទាំងអស់គ្នារួចចាក់ទុកឲ្យកុំឲ្យមានចង្គ្រាមកុំឲ្យមានអ្នកមកឈ្លានពានទឹកដីខ្មែរយើងទៀតសូមឲ្យបងប្អូនយើងរស់នៅបានសុខសានឡើងវិញអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកដល់អាងយើងហៅដេកចូលដំដិនអញ្ចឹងណាបងណាអត់មានថានេះណាបងបាទអញ្ចឹងសូមឲ្យសុខចម្រើនទាំងអស់គ្នាទាំងក្នុងប្រទេសក្រៅប្រទេស អានេះពួកអីយើងនិយាយទៅជាថ្មីដៃមកគ្រឿតអញ្ចឹង បាទជាធ្វើដៃហើយណាមួយជានិយាយទៅនឹងប្រហែលឆ្នាំពីនឹងប្រហែលរាប់រយពាន់ឆ្នាំតាម ចំនួននេះមក បាទអញ្ចឹងសូមសុខចម្រើនទាំងអស់គ្នារួចចាកទុកទាំងអស់គ្នា អូនេះវាទឹកស្រក់ទេណា ចាំខ្ញុំអត់ខ្ញុំប្រាប់ទាំងអស់ហ្នឹងបង បាទអរគុណច្រើនហ្នឹងឯនេះចង់និយាយថាមាននិស័យអបនិស័យខ្លាំងហើយបានមកជួបជាមួយបងប្រុសហើយមកបានចូលនឹងលាអាងដែលចូលដំដិនទៀតបងប្អូនពិតជាអស្ចារ្យមែនទែនបាទកាន់ទឹកដីស្រុកភ្នំបាណន់ខេត្តបាត់ដំបងជាពិសេសខ្ញុំមកកាន់លាអាងភ្នំដែលចូលដំដិនដែលប្រកបរឿងរ៉ាវប្រវត្តិជាច្រើនដែលពុកម៉ែបងប្អូនមិនដែលបានដឹងណាបងណាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសសូមឲ្យបងប្អូនបើមានបំណងចង់មកដំណើរកំសាន្តចង់ដឹងរឿងប្រវត្តិសាស្ត្ររឿងព្រេងបុរាណអីបងប្អូនអាចមកទឹកដីស្រុកបាណន់ខេត្តបាត់ដំបងយើងនេះបានហើយមានបងប្រុសដែលគាត់នៅចាំជូនដើម្បីរៀបរាប់ប្រាប់ពីរឿងរ៉ាវពីដីចូលដំដិតអញ្ចឹងណាបងណាបាទ មានស្លាកស្នាមប្រវត្តិសាស្ត្រ បាទហើយក៏សម្រាប់ពេលនេះខ្ញុំបាទតំព័ន្ធ TV បើសិនជាមានពាក្យពេចន៍លើសលួសសម្ដីត្រង់ណាមសមរម្យអីសូមពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមអធ្យាស្រ័យហើយសម្រាប់ពេលនេះខ្ញុំបាទតំព័ន្ធ TV ក៏សូមជូនពរជូនជ័យពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសផងហើយសូមឲ្យទទួលនៅសុខចង់និយាយថាបានសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទតំព័ន្ធ TV ក៏អរគុណច្រើនសូមជម្រាបលា